នេះផ្លែក្រួយអ្នកគ្នាអូគេដួសសាច់ចេញបន្ទាប់មកគេយកទៅទឹកឯងបន្ទាប់មកដាក់ម្សៅគេអ្នកគ្នាអូជួយផ្លែក្រួយអ្នកគ្នាតំណធ្វើញ៉ាំដែរសិនណាខ្ញុំធ្វើតែប្រហែលផ្លែព្រោះខ្ញុំខ្លាចញ៉ាំអត់អស់ណាខ្ញុំហៅមកផ្លែហ្នឹងស្អាតសិននេះមួយអានេះមួយអូខេខ្ញុំធ្វើតែ3ផ្លែអ្នកគ្នាព្រោះខ្ញុំខ្លាចញ៉ាំអស់បន្ទាប់នេះធ្វើការកាត់វាជុំបកថ្នមមិនចឹងក៏តណាគេធ្វើការពុះវាជាពីរចេញមកអូខេរួចហើយយើងធ្វើការដួសយកសាច់វាអ្នកគ្នាឥឡូវនេះខ្ញុំដួសសាច់ឲ្យអ្នកគ្នានេះយើងដួសដល់ប្រយ័ត្នតិចអ្នកគ្នាមិនឲ្យកុំឲ្យបែកទេខ្ញុំបែកអស់ច្រើនអ្នកគ្នានេះសាច់ឡើងច្រើនអស់ថាធ្វើតែ2ក្រូចតែឡោះអស់14ក្រូចហើយឡើយយកតែគូតវាទៅអ្នកគ្នាព្រោះអីយើងយកក្បាលបានទេរួចឲ្យធ្វើការពៀតយកទឹកក្រូចយើងហ្នឹងដើម្បីយកទៅធ្វើជាហួយណាឥឡូវតែក្រូចរបស់ខ្ញុំពៀតឲ្យបាននេះអ្នកគ្នាតោះឲ្យដាក់ជាហួយមកស្ព្រីធ្វើការកូរវាឲ្យសព្វកូររលាយឲ្យធ្វើការចាក់ចូលឆ្នាំដើម្បីយកទៅកូរតទៀតនៅលើភ្លើងបន្តមកធ្វើការកូររហូតតតែពោះច្មោកឥឡូវជួយខ្ញុំបានពោះធ្វើការបន្យាបន្តមកធ្វើការចាក់ឈូសរបស់យើងចូលក្នុងសបកក្រូចអូអ្នកគ្នាឡាធនោហ្មងនេះអូខេពេញល្មមតែម្ដងអើយធនោនេះរួចហើយយើងទៅដាក់អន្ទូទឹកកកតោះរួចឲ្យជួយរបស់យើងដាក់អន្ទូទឹកកកទុកប្រហែលជា10ទៅ15 10នាទីគឺថាអាចកកញ៉ាំបានអ្នកគ្នាអូខេចាំមើលវីដេអូតនេះណាបាយបាយអូខេអ្នកគ្នាដល់ពេលមកជាមួយចាហួយក្រូចរបស់ខ្ញុំមកជាមួយទៅរសជាតិវាយ៉ាងណាដែរអូយអ្នកគ្នាអារម្មណ៍ថាបាត់មួយមាន4បាត់មួយឯងសរសៃក្មួយយកញ៉ាំមកយកមិញអ្នកគ្នាតែឡើយទៅភ្លក់ទាំងអស់គ្នាអ្នកគ្នាអូយមកឡើយធ្វើការកាត់ដើម្បីភ្លក់ណាទីពោញឡើងតំណមកអ្នកគ្នាណាអូខេវាបិទតំណមើលដល់គេបិទតំណនេះអ្នកគ្នានេះយ៉ាមកភ្លក់អូនេះចប់គ្រាប់ទៀតណាយើងបកមកដូចផ្លែក្រូចចឹងអ្នកគ្នារសជាតិអាចចូលយកបានអត់ហ្នឹងអ្នកគ្នាគេចាក់ស្ករ Squid Game ដល់តំណហ្មងអ្នកគ្នាខ្ញុំចង់ចាក់នេះគេដែរតែអត់មានពុំចាក់អ្នកគ្នាឥឡូវមានតែវិធីមួយគេថាទិញស្រាប់តែម្ដងចាមិនចាក់ឲ្យហត់ទេអ្នកគ្នាហ្នឹងហើយឥឡូវយើងមកធ្វើការចាក់នេះគេមើលតើបានអ្នកគ្នាហ្នឹងហើយឥឡូវខ្ញុំមានទៀនជាមួយនឹងជុលម្ដងចាចាំមើលមកចាក់បាននេះគេអ្នកគ្នាអូខេយើងធ្វើតាមរឿងណាគេដុតឲ្យគេចាក់ហ្នឹងហើយឥឡូវចាំមើលមើលតើធ្វើបាននេះគេអត់ណាអត់ម្លេះអ្នកនរគ្នាឃើញគេធ្វើឡើងស្រួលខ្លួនឯងអង្គុយចាក់ចង់កន្លះម៉ោងកន្លប់ដឹងថាលទ្ធផលមិនចេះឥឡូវយើងមកមើលទាំងអស់គ្នាចាឥឡូវខ្ញុំធ្វើការកាច់ណាអ្នកនរគ្នាធ្វើបានហើយចាស្ករ Squid Game អ្នកនរគ្នាអង្គុយចាក់ចង់កន្លះម៉ោងមកបានអ្នកនរគ្នាអូយមានស្រួលឃើញគេធ្វើឡើងស្រួលខ្លួនឯងធ្វើឡើងយូរអ្នកនរគ្នាមុំតែបាននេះខ្លាច់បាក់ខ្លាច់អស់អ្នកនរគ្នាអើយដុតទៀនផងអីហងអើយមកបាវេទនាចាមិនងាយទេចាមិនងាយស្រួលទេចា